Ok, chẳng video muốn dân bạn đăng cho bà hỏi tha ở vậy tôi chỉ lipid, chỉ triglyceride, chỉ cholesterol, chỉ phospholipid hay có dân bạn dạy ông pi saturated, unsaturated fatty acid. Chẳng nó trong video này dân dạy ông pi nó pe để dân nhầm ha để miền sản thịt khánh chỉ lipid nắng ta luôn dân bầm bài đại bị bịp mất hayต่อไปบำบัดบานหายปูเวียนตัวไปยังสโลปโยโดยวิธีนาจังอันนี้ยังอยู่อมปี digestion absorption secret និង utilization okay so digestion ដំបូងយើងនិយាយអំពី dietary lipid digestion ហើយនិង gastric digestion អញ្ចឹង dietary lipid digestion នឹងមានន័យថាយើងចង់និយាយអំពីដំណើរការបំបែករបស់ lipid ដែលមានប្រភពមកអំពីម្ហូបអាហាររបស់យើង dietary ណាអញ្ចឹងអ្នកនរគ្នាមើលក្នុងនេះខ្ញុំបានគូនៅ molecule អូខេនេះគឺជា molecule cholesterol អញ្ចឹង cholesterol វាបង្កើតឡើងអំពីនេះគេហៅថា foreign steroid nuclear A B C D អញ្ចឹង foreign steroid nuclear បូកជាមួយនឹង carbonyl ឬក៏ carbon chain ជាខ្សែកាបូនហើយនឹង OH ប៉ុន្តែនៅពេលដែលយើងយក OH នេះ ester មកជាប់ជាមួយនឹង fatty acid អញ្ចឹងនៅពេលដែលវាជាប់ជាមួយនឹង fatty acid វាហៅថា cholesterol ester ដែលយើងឲ្យឈ្មោះកាត់ថា CE អញ្ចឹងនេះគឺជាផ្នែកមួយនៃខ្លាញ់នៅក្នុងម្ហូបយើងទី2គឺ phospholipid យើងឲ្យឈ្មោះវាថា PL អញ្ចឹង phospholipid phospholipid មាន fatty acid ចំនួន2នេះមួយនេះទី2បូកជាមួយនឹង phosphor group ជាប់ជាមួយនឹង choline អូខេអញ្ចឹងវាជា phospholipid បន្តមកទៀតខ្លាញ់ដែលទូទៅយើងឃើញនៅក្នុងខ្លាញ់ជ្រូកនៅក្នុងប្រេងឆានៅក្នុងអីហ្នឹងជាប្រភេទ triglyceride ឬក៏មានឈ្មោះថា triacylglycerol TAG យើងឲ្យឈ្មោះកាត់វាថា TAG វាបង្កើតឡើងអំពី glycerol មួយ molecule បូកជាមួយនឹង3 fatty acid 1 2 3 fatty acid អញ្ចឹងហេតុអីបានជាខ្ញុំរំលឹករឿងហ្នឹងមកវិញនៅពេលដែលយើងញ៉ាំចូលទៅក្នុងខ្លួនរបស់យើងមានគោលបំណងមួយគឺកាត់ cholesterol កាត់ទី1គឺកាត់ cholesterol ester ឲ្យខ្លាយទៅជាមួយ fatty acid កន្លែងនេះកាត់ fatty acid នេះចេញឲ្យខ្លាយទៅជា cholesterol មកវិញអូខេនេះគឺជា cholesterol phospholipid កាត់1 2គឺ2 fatty acid នេះចេញឲ្យខ្លាយទៅជា glyceryl phosphor គេហៅ phosphorycholine glyceryl phosphorycholine ហើយចំពោះ tag triacylglycerol គឺយើងកាត់ដំបូងវាអាចកាត់បាន2 fatty acid គេហៅថាអញ្ចឹងវាសល់តែ fatty acid មួយនៅទីតាំងកាបូនលេខ2នេះកាបូនលេខ1កាបូនលេខ2កាបូនលេខ3អញ្ចឹងវាសល់ fatty acid មួយនៅក្នុងកាបូនលេខ2យើងឲ្យវាឈ្មោះថា2 monoacylglycerol ហេតុអីបានមានលេខ2ពីព្រោះថា fatty acid នៅកាបូនទីតាំងលេខ2ហេតុអីបានមានតែ mono ដោយសារតែមាន fatty acid តែមួយអញ្ចឹងវាយើងឈ្មោះឲ្យហៅឈ្មោះវាថា2 monoacylglycerol យើងអាចហៅថា2 meg អូខេអញ្ចឹងនេះជាគោលបំណងដែលខ្លួនយើងនៅពេលដែលយើងញ៉ាំប្រភេទខ្លាញ់ហើយយើងចង់កាត់វាទៅជា molecule បែបហ្នឹងដើម្បីស្រូបចូលទៅក្នុងពោះវៀនតូចបានពីព្រោះថាបើសិនជាទុក molecule lipid ធំគឺពោះវៀនតូចយើងអត់មានសមត្ថភាពស្រូបបានទេយើងមើលដំណើរការនៃការស្រូបរបស់វាលើខ្ញុំនិយាយ detail ខ្ញុំនិយាយត្រួសសិននៅក្នុងមាត់គេថាវាទាំង CE PL និង TAG គឺ unchained មានការកាត់អីច្រើនទេធ្លាក់មកដល់កាពះ mostly គេថា CL PL ហើយនឹង TAG ហ្នឹងហើយនឹងសាំ short a medium chain fatty acid ហ្នឹងត្រូវបានកាត់តែនៅក្នុងកាពះជាទូទៅកាត់ត្រឹមតែ10ទៅ30% ទេគឺកាត់តិចទេបន្តមកទៀតវាបញ្ជូនមកកាន់ពោះវៀនតូចទទួលបាន bile salt ពីថង់ប្រមាត់ដើម្បី emulsify ហើយទទួលបាន pancreatic enzyme ជា enzyme មកពី pancreas នេះពីលំពេង
ដើម្បីកាត់ lipid បន្តទៀតរហូតដល់คล้ายទៅជាសមាសធាតុគេហៅថា primary product ដែលពោះវៀនយើងអាចស្រូបបានទី1វាថាជា free fatty acid ឬក៏2 monoacyl glycerol ឬក៏ cholesterol អញ្ចឹងពេលហ្នឹងខ្លួនរបស់យើងអាចស្រូបយកបានហើយចំពោះ remain piece វាថា remain នៅអាផ្នែកនៃ PL ដែលអត់អាចកាត់បានហ្នឹងហើយក៏អត់អាចស្រូបបានហ្នឹងខ្លួនយើងបញ្ចេញមកតាមពោះវៀនធំអូខេអ្វីដែលស្រូបបានខ្លួនយើងនឹងដឹកនាំទៅកាន់ឈាមតាមទម្រង់ជា chylomicron តាម lymph ឬក៏ lymphatic vessel ដើម្បីទៅកាន់ឈាមហើយចែកចាយបន្តទៅកាន់ខ្លួនយើងអូខេ so យើងមើល detail ដំណាក់កាលមួយគេថាអ្វីទៅជា major dietary lipid component តើ lipid នៅក្នុងម្ហូបអាហារចម្បងហ្នឹងជា molecule lipid បែបណាគឺច្រើនជាងគេគឺ triacylglycerol យើងអាចមានធំជាង 90% នៃម្ហូបអាហារសារធាតុខ្លាញ់ដែលយើងញ៉ាំនៅក្នុងម្ហូបអញ្ចឹងវាមាននៅពីប្រភពពីណាពួកហ្នឹងមានប្រភពពីអស់នេះពីប្រេងដូងពីខ្លាញ់សត្វពីបឺពីរុក្ខជាតិអីជាដើមជាប្រភេទlipid ដែលយើងញ៉ាំហ្នឹងនៅក្នុងត្រីសាម៉ុននៅក្នុងអីជាដើមអញ្ចឹងទាំងអស់នេះជាប្រភព lipid អញ្ចឹងអាប្រភពទាំងអស់ហ្នឹងច្រើនបំផុត 90% គឺ triacylglycerol ហើយវាមានភាគតិចគឺជា cholesterol ester ហើយនឹង phospholipid PE អូខេឥឡូវយើងនិយាយអំពី digestion នៅក្នុងមាត់មិញខ្ញុំបាននិយាយថាវាស្ទើរតែអត់ប្រែប្រួលតាមពិតមិនមែនអត់សោះទេនៅក្នុងមាត់ទៅពេលដែលយើងនៅជាកុមារភាពវ័យក្មេងវ័យកុមារហ្នឹងយើងញ៉ាំដោះគោគឺវាមានការ digest ប៉ុន្តែដោយសារតែ enzyme មួយ lingual lipase ប៉ុន្តែវាបំបែកនៅពេលដែលយើងធំពេញវ័យគឺការបំបែករបស់ enzyme ហ្នឹងគឺចាប់ផ្ដើមធ្លាក់ចុះអញ្ចឹងស្ទើរតែអត់មានការបំបែកនៅក្នុងមាត់ទេអញ្ចឹងនៅពេលដែលវាអត់បំបែកទេវាក៏បានបញ្ជូនបន្តមកកាន់មកកាន់កាពះអញ្ចឹងសួរថានៅក្នុងកាពះវាធ្វើអីគេ lingual enzyme ឬក៏ lingual lipase នេះគឺបញ្ចេញដោយកពេញនៅក្រោមដាតរបស់យើង lingual gland នៅកពេញនៅក្រោមដាតរបស់យើងហើយ gastric lipase ជា enzyme ដែលបញ្ចេញទៅដោយកាពះអញ្ចឹងអាពីរហ្នឹងនឹងធ្វើការបំបែកនៅក្នុងកាពះពីព្រោះថាវាមានសមត្ថភាពបំបែកនៅក្នុងមជ្ឈដ្ឋានអាស៊ីតអូខេប៉ុន្តែដោយសារតែអាស៊ីតហ្នឹងវាខ្លាំងពេកអញ្ចឹងការបំបែកហ្នឹងបានប្រហែលជា10ទៅ 30% ដែលខ្ញុំនិយាយមុនហ្នឹងអញ្ចឹងបំបែកហ្នឹងគឺ target នៃការបំបែករបស់វាគឺកាត់នៅពពួក fatty acid ដែលមានខ្សែកាបូនខ្លីចន្លោះពីតូចជាង12កាបូនទៅវាមានសមត្ថភាពកាត់បាននេះជានៅក្នុងកាពះហ្នឹងអូខេនៅពេលដែលមកដល់ចេញពីពេលនៅពេលដែលចាក់ចេញពីកាពះយើងបញ្ជូនមកកាន់ពោះវៀនតូចនៅក្នុងពោះវៀនតូចនៅក្នុងកន្លែងដែលចាប់ផ្ដើមបំបែកនៃពោះវៀនតូចគឺ duodenum ផ្នែកដំបូងពោះវៀនតូចយើងចែកជា3ផ្នែក duodenum jejunum ហើយនិង ileum អញ្ចឹងវាចាប់ផ្ដើមបំបែកនៅក្នុងផាតដំបូងនៃពោះវៀនតូចគឺ duodenum ពេលហ្នឹងយើងទទួលបានសមាសធាតុច្រើននៅក្នុងការជួយបំបែកទី1គឺយើងទទួលបាន bile salt មកអំពីgallbladder យើងទទួលបាន pancreatic enzyme ពី pancreas យើងហើយក៏វាបញ្ចេញនៅសារធាតុមួយគេហៅថា bicarbonate ដែរគឺពី pancreas នេះដើម្បីបន្សាបនៅអាស៊ីតកាពះធ្វើឲ្យ enzyme ហ្នឹងធ្វើការបានអញ្ចឹងនៅពេលនៅក្នុងពោះវៀនតូចហ្នឹងវាចាប់ផ្ដើមកាត់អញ្ចឹងគេហៅ pancreatic lipase ប៉ុន្តែវា require co-lipase enter គឺដើម្បី hydrolyze tag អូខេ hydrolyze មានថាកាត់អា tag ហ្នឹងនៅកាបូនលេខ1និងលេខ3ដែលទុកនៅកាបូនលេខ2ដែលខ្ញុំប្រាប់មិញហ្នឹងនេះវាកាត់នៅកាបូនលេខ1ហើយនឹងវាកាត់នៅកាបូនលេខ3នេះទី1និងទី3វាទុកនៅកាបូនទី2នេះคล้ายទៅជាអីគេវាคล้ายទៅជា2 monoacyl glycerol ឬក៏2 MAG អញ្ចឹងវាបាន2 free fatty acid អូខេនេះទី fatty acid ទី1 fatty acid ទី2បាន2 free fatty acid ដល់ពេល enzyme ដែលកាត់នៅ cholesterol ester យើងហៅថា cholesterol esterase ជា enzyme ដែលកាត់នេះ cholesterol នេះណា
cholesterol ester នេះឲ្យខ្លាយទៅជា cholesterol បូកជាមួយនឹង fatty acid ហើយ enzyme phospholipase A2 ជាអ្នកកាត់ phospholipid ឲ្យខ្លាយទៅជា free fatty acid ជាមួយនឹងសារធាតុសល់ពី phospholipid អូខេ